ខ្ញុំធ្លាប់ស្អប់ភាពក្រក់សត់ស្អប់វាគ្រាន់តែអ្នកណាមានសម្លៀកបំពាក់ថ្មីស្បែកជើងស្អាតនិងកង់ទំនើបខ្ញុំងាកមកចេញដល់ក្តីច្រណែននិងតូចចិត្តចំពោះវាសនាខ្លួនឯងខ្ញុំខឹងពុកនិងម៉ែដែលមិនបានធ្វើឲ្យខ្ញុំស្មើភាពនឹងអ្នកដទៃខ្ញុំធ្លាប់និយាយនៅពាក្យដែលពេលនេះខ្ញុំនឹកឃើញមកវិញវាបានធ្វើឲ្យបេះដូងខ្ញុំសែនឈឺចាប់ហេតុអីក៏ពុកនិងម៉ែមិនធ្វើការងារអ្វីឲ្យមានប្រាក់ដូចគេហេតុអីក៏ផ្ទះយើងគ្មានសម្ភារៈប្រើប្រាស់ដូចជាផ្ទះគេពេលនោះខ្ញុំមិនបានមើលឃើញកែវភ្នែករបស់ម៉ែដិតដាមដោយដំណក់ទឹកហើយក៏មិនចាប់អារម្មណ៍នឹងពុកដែលយកលេសងើបដើរចេញទៅទីធ្លាខាងក្រៅផ្ទះឡើយខ្ញុំតែងតែគិតឃើញថាខ្លួនឯងខ្វះខាតហើយកង្វះខាតទាំងនេះគឺជាកំហុសរបស់ឪពុកម្ដាយខ្ញុំក្រោយមកខ្ញុំក៏បានពេញវ័យទៅរស់នៅទីក្រុងធ្វើការដោយពុំខ្លាចនឿយហត់ខ្ញុំទិញបានស្បែកជើងដែលខ្លួនស្រឡាញ់ញ៉ាំបាយនៅភោជនីយដ្ឋានជាន់ខ្ពស់ផឹកកាហ្វេមួយកែវមានតម្លៃស្មើនឹងពេលបាយ2ឬ3ដងជាមួយពុកនិងម៉ែខ្ញុំជឿជាក់ថាខ្លួនឯងនឹងរួចផុតពីភាពក្រខ្សត់មានពេលមួយនោះខ្ញុំអង្គុយបរិភោគអាហារដែលសុទ្ធតែមានតម្លៃថ្លៃនៅក្នុងបន្ទប់តែវាហាក់បីដូចជាជាប់អួលនៅក្នុងដើមកមិនដឹងថាមានមូលហេតុអ្វីបានជាខ្ញុំនឹកឃើញពេលបាយពីអតីតកាលដែលមានត្រឹមតែសម្លស្ពៃត្រីងៀតនិងទឹកត្រីដែលម៉ែបានញែកម្ទេសឲ្យវាហិលតិចៗនិងនឹកឃើញប្រសាសន៍របស់ម៉ែដែលតែងតែហៅខ្ញុំឲ្យមកហូបបាយជុំគ្នាខ្ញុំចាំមិនភ្លេចទេនៅពេលដែលពុកបានហែកត្រីងៀតដ៏តូចមួយជា3ចំណែកហើយចំណែកដែលឆ្ងាញ់ជាងគេពុកបានហុចមកឲ្យខ្ញុំពីអតីតកាលខ្ញុំតែងតែបន្ទោសនិងស្អប់ភាពក្រខ្សត់តែពេលនេះខ្ញុំបែរជាចង់ឲ្យខ្ញុំបានក្រម្ដងទៀតដើម្បីបានហូបបាយជុំពុកនិងម៉ែនៅក្នុងផ្ទះបាយដ៏កំសត់របស់ខ្ញុំនិងបានស្ដាប់ប្រសាសន៍ម៉ែដែលតែងតែទឿនឲ្យខ្ញុំហូបបាយឲ្យបានច្រើនពេលនេះខ្ញុំពុំមែនជាអ្នកក្រទៀតឡើយខ្ញុំមានប្រាក់មានផ្ទះមាននៅអ្វីៗដែលពីមុនខ្ញុំតែងតែស្រវែងចង់បានតែខ្ញុំបែរជាខ្វះខាតនៅរបស់ដែលមានតម្លៃបំផុតក្នុងជីវិតហើយទោះជាខ្ញុំមានប្រាក់កាសដល់កម្រិតណាក៏ពុំអាចទិញបាននោះគឺពុកនិងម៉ែរបស់ខ្ញុំរឿងដែលខ្ញុំធ្លាប់ស្ដីបន្ទោសភាពក្រខ្សត់ពីអតីតកាលធៀបពិតវាគឺជាសុភមង្គលដែលទោះបីជាខ្ញុំមានប្រាក់កាសច្រើនយ៉ាងណាក៏ខ្ញុំពុំអាចទិញវាត្រឡប់មកវិញបានឡើយ